một update chỉ vật trên nhà mà đáy lấy chụp bị càng nghĩ chỉ buồn đi cá nơi té mơ cô được luôn ái nên chia content creator nè đôi chỉ vật bao nhóm bay rồi học sắp được kể hai vi bật chọn nghe sưu tê hai vi chia chỉ vật bắt để nhóm sbài chất ảnh mình là cá rô nơi mơ thay cô được tổ đài hai cái tay từ lực thực chất nhưng có đồ broadcast sầm lại chất ở bao mà mẹ group kia phong đài mơ chỉ vậtประจำថ្ងៃរបស់ម្ដាយពេញម៉ោងដូចជាខ្ញុំគឺចាប់ផ្ដើមតាំងពីព្រឹកដល់យប់តែងតែរវល់ជាមួយនឹងការមើលថែកូននិងការងារផ្ទះដូចជាការបោកក្អាវរៀបចំបន្ទប់ជាពិសេសគឺកន្លែងលេងរបស់កូននឹងមករៀបអត់ចេះហើយទេហើយដល់ម៉ោងត្រូវកាត់ធ្វើម្ហូបអីសម្អាតលាងចានអីជាដើមគឺអត់បើខ្ញុំប្រាប់ថារាល់ពេលខ្លះសឹងតែអត់មានពេលសម្រាប់ទៀតនៅផ្ទះអត់មានពេលសម្រាប់អញ្ចឹងបើនិយាយត្រង់ទៅរាល់ពេលដែលខ្ញុំធ្វើការងារផ្សេងផ្ទះរួចហើយកូនដល់កូនលេងដាក់កូនញ៉ាំអាហាรงូតទឹករៀបចំខ្លួនដូរសម្លៀកបំពាក់ហើយគឺដល់ម៉ោងដែលគាត់គេងថ្ងៃកូនសម្រាប់គឺខ្ញុំអត់បានសម្រាប់អីខ្ញុំឆ្លៀតយកពេលហ្នឹងទៅធ្វើការងារបន្តជាការងារ content creator របស់ខ្ញុំធ្វើការស្ងាត់ល្អហើយអាច focus នៅលើការងារថតត្រូវការបញ្ចូលសម្លេងនិងតបការងារជាមួយនឹង client ផ្សេងៗដែលជីវិតខ្ញុំផ្លាស់ប្ដូរហើយរវល់ជាងមុនអញ្ចឹងជាអូនជាច្រើនដែលគាត់តែងតែហៅខ្ញុំ idol ខ្លះក៏គាត់ចង់មានជីវិតដូចខ្ញុំប៉ុន្តែខ្ញុំក៏ចង់ប្រាប់ថាពេលខ្លះក៏សប្បាយពេលខ្លះក៏ឆ្លងកាត់នៅអារម្មណ៍ stress burn out អត់ productive ក៏មានអារម្មណ៍ថាអត់សប្បាយចិត្តនិងនឿយហត់ដែរតែខ្ញុំបានដឹងនៅបញ្ហាដែលខ្ញុំកំពុងតែជួបហើយខ្ញុំដោះស្រាយវាម្ដងទូស្គាល់ការប៉ັດស្រឡាញ់និង support ខ្លួនឯងនិងមានការលើកទឹកចិត្តពីក្រុមគ្រួសារពលពិសេសនោះគឺនៅពេលដែលខ្ញុំបានអោបថើបកូនឃើញស្នាមញញឹមរបស់កូនណាគឺខ្ញុំចាប់ផ្ដើមរឹងមាំរូបភាពនឿយហត់គឺបាត់អស់ភ្លាមៗក៏ទៅសារប៉ាម៉ាក់ផ្សេងដែលគាត់មានកូនតណាខ្ញុំឥឡូវគាត់មានកូន2ទៅ3នាក់មួយប៉ាវិញគឺពួកយើងពិភាក្សាយើងមាន plan ច្បាស់លាស់ដែរដឹងពីស្ថានភាពច្បាស់លាស់របស់ខ្លួនឯងថាមានកូនតែមួយគឺរវល់ប៉ុណ្ណឹងហើយគឺរវល់គ្រប់ពេលហ្មងអញ្ចឹងសម័យបានទេបើសិនបើឥឡូវនេះយើងមានកូន2ទៅ3នាក់ដូច្នេះការពន្យាកំណើតគឺពិតជាមានសារៈសំខាន់ប្រសិនបើយើងមិនទាន់ត្រៀមខ្លួនរួចរាល់បែបណាដើម្បីឲ្យមានសុវត្ថិភាពសម្រាប់ចម្ងល់នេះខ្ញុំសូមណែនាំជាមួយនឹង Via ដែលជា platform ដំបូងគេបង្អស់នៅកម្ពុជាឯកទេសផ្ដល់ប្រឹក្សានិងរក្សាការសម្ងាត់ជូនបងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចប្រឹក្សាជាមួយនឹងអ្នកជំនាញពីការពន្យាកំណើតដែលគួរជ្រើសរើសថ្នាំពន្យាកំណើតដែលមានសុវត្ថិភាពខ្ពស់អញ្ចឹងវីដេអូតាក់ទងនឹងជីវិតប្រចាំថ្ងៃក៏ដូចជាចែករំលែកបទពិសោធន៍របស់ម៉ាមីគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយអ្នកទាំងអស់គ្នា